ស្ពានអន្ទនូមួយបានលាតសន្ធឹងពីលើមេឃធ្លាក់មកក្នុងទីធ្លាផ្ទះបុរសម្នាក់ទេពធីតាដ៏ស្រស់ស្អាតម្នាក់បានដើរចុះពីលើអន្ទនូដោយបីទារិកម្នាក់នៅក្នុងដៃរាល់ពេលដែលនាងដើរមួយជំហាននៅលើស្ពានអន្ទនូមាសមួយដុំនឹងធ្លាក់ចុះមកទេពធីតាបានដាក់ទារិកានៅក្នុងដៃបុរសនោះរួចក៏ងាកក្រោយហោះចេញទៅបុរសនោះគិតថានេះជាកូនស្រីដែលព្រះប្រទានឲ្យហើយគាត់នឹងប្រពន្ធរៀបការច្រើនឆ្នាំមកហើយតែគ្មានកូនសោះដូច្នេះហើយពួកគេក៏សម្រេចចិត្តចិញ្ចឹមទារិកានោះឲ្យធំធាត់បន្ទាប់ពីទារិកានេះមកដល់ផ្ទះនេះគ្រួសារនេះមានសំណាងល្អជាបន្តបន្ទាប់នៅឆ្នាំទី2បុរសនោះបានប្រឡងជាប់ជាបណ្ឌិតហើយបន្ទាប់មកអាជីពជាមន្ត្រីរបស់គាត់ក៏លូនល្អជាង10ឆ្នាំក្រោយមកគាត់បានក្លាយជាមន្ត្រីជាន់ខ្ពស់ដែលទទួលបានការគោរពទារិកានោះក៏ធំធាត់ក្លាយជាយុវតីដ៏ស្រស់ស្អាតនិងចិត្តល្អម្នាក់ហើយខ្ញុំគឺជារូបនាងនឹងឯងខ្ញុំស្មានថាគ្រួសារយើងនឹងរស់នៅយ៉ាងមានក្តីសុខបែបនេះអស់មួយជីវិតប៉ុន្តែអ្វីបានផ្លាស់ប្ដូរនៅពេលខ្ញុំអាយុ18ឆ្នាំនៅយប់ដែលមានភ្លៀងធ្លាក់ខ្លាំងខ្ញុំលុតជង្គង់ម្នាក់ឯងនៅមុខសាលាបុណ្យសពនៅក្នុងជួរគឺជាឪពុកម្ដាយចិញ្ចឹមរបស់ខ្ញុំដែលបានស្លាប់ដោយចៃដន្យអ្នកដែលត្រូវបានសម្លាប់ជាមួយគ្នាមានចំនួន37នាក់នៅក្នុងគុំព្រឹកខ្ញុំយំហើយស្រែកយ៉ាងអស់សង្ឃឹមថាពុកម៉ែសូមបើកភ្នែកមើលកូនផងប៉ុន្តែពួកគេនឹងមិនបើកភ្នែកទៀតទេទ្វារសាលាបុណ្យសពត្រូវបានធាក់បើកភ្លាមខ្ញុំងើបមុខឡើងអ្នកដែលមកគឺរាជានុសិទ្ធ Lucian ជាមនុស្សដែលពុកទុកចិត្តបំផុតការគាត់នៅរស់គាត់ដើរមករកខ្ញុំហើយគប់សម្បត្តិចំមុខខ្ញុំនេះជាបណ្ដាំរបស់ពុកនាងឬវាឡើងមើលទៅខ្ញុំយកសម្បត្តិបណ្ដាំនោះមកអានបណ្ដាំចុងក្រោយរបស់លោកម្ចាស់កូនស្រីចិញ្ចឹម Shen Kingley មិនមែនជាសាច់ឈាមបង្កើតទេបណ្ដេញចេញពីផ្ទះភ្លាមខ្ញុំស្រឡាំងកាំងម្រាមដៃញ័រយ៉ាងខ្លាំងសូម្បីតែក្រដាសក៏កាន់មិនជាប់ប៉ុន្តែអក្សរនៅលើនោះពិតជាដូចអក្សររបស់ពុកមែនតែខ្ញុំមិនជឿទេយប់មិញមុនពេលពុកស្លាប់គាត់កាន់ដៃខ្ញុំហើយនិយាយថាកូនកុំខ្លាចអីមានពុកនៅទីនេះហើយតើគាត់អាចដេញខ្ញុំចេញយ៉ាងម៉េចទៅសម្បត្តិនេះខ្លាំងខ្លាយទេខ្ញុំក្រោកឈរឡើងស្រែក Lucian ឈរនៅមាត់ទ្វារសម្លឹងមើលមកខ្ញុំនរណានៅទីនោះអូសនាងចេញទៅស្ត្រីចំណាស់ពីរនាក់បានស្ទុះមកចាប់ដៃខ្ញុំរើបំរាស់ដោយខ្វះចោលដៃពួកគេរហូតដល់ចេញឈាមពួកគេលូកដៃមកផ្ទះកំភ្លៀងខ្ញុំផ្ទះមួយកំភ្លៀងហើយមួយកំភ្លៀងទៀតធ្វើឲ្យត្រចៀកខ្ញុំហឹងកូនចិញ្ចឹមគឺនៅតែជាកូនចិញ្ចឹមជាមនុស្ករមើលគុណស្ត្រីចំណាស់ម្នាក់បានជេរខ្ញុំមួយម៉ាត់លោកម្ចាស់ទើបតែស្លាប់សោះក៏គិតចង់បែងចែកទ្រព្យសម្បត្តិបាត់ទៅហើយខ្ញុំមិនមែនទេខ្ញុំស្រែកខ្ញុំមិនបានគិតពីទ្រព្យសម្បត្តិទេខ្ញុំគ្រាន់តែចង់ជូនដំណើរពុកជាលើកចុងក្រោយប៉ុណ្ណោះគ្មានអ្នកណាស្ដាប់ខ្ញុំទេពួកគេអូសខ្ញុំចេញទៅក្រៅអូសកាត់សាលាបុណ្យសពអូសកាត់ទីធ្លាអូសកាត់ទ្វារធំដែលខ្ញុំចេញចូលអស់រយៈពេល18ឆ្នាំខ្ញុំត្រូវបានគេបោះចេញពីទ្វារភូមិឬធ្លាក់កណ្ដាលភ្លៀងធ្លាក់ខ្លាំងទឹកភ្លៀងហូរចូលមាត់ធ្វើឲ្យខ្ញុំឆ្លុកអោបមិនឈប់ខ្ញុំដេកតដីទឹកភពរលាក់ពេញមុខខ្ញុំក្រោកឡើងគូទ្វារស្រែកថាបើកទ្វារសូមអ្នកបើកទ្វារខ្ញុំនិយាយគ្នានៅខាងក្នុងពេលលោកម្ចាស់នៅរស់ចាត់ទុកនាងដូចប្រពេចពេលគាត់ស្លាប់ទៅតើមានអ្នកណាទទួលស្គាល់នាងទៀតនឹងហើយមិនមែនជាកូនបង្កើតផងខ្ញុំគូទ្វារពេញមួយយប់រហូតដល់រលត់ដៃអស់ឈាមហូរតាមដៃត្រូវទឹកភ្លៀងលាងជំរះហូរធ្លាក់មកដីបំពង់ក៏ខ្ញុំក៏ស្អប់ស្រែកលែងចេញសំឡេងហើយវាទ្វារក៏នៅតែគ្មានអ្នកបើកពេលមេឃជិតភ្លឺខ្ញុំក៏លែងវាទ្វារទៀតខ្ញុំក្រោកឈរដើរទៅក្រៅក្រុងខ្ញុំមិនដឹងថាខ្លួនឯងត្រូវទៅណាទេគ្រាន់តែដឹងថាជប់មិនបានឲ្យតែឈប់គឺនឹងដួលភ្លៀងនៅតែបន្តធ្លាក់ធ្វើឲ្យខ្ញុំបើកភ្នែកមិនរួចខ្ញុំចេះតែដើរទៅមុខដើរអស់មួយថ្ងៃមួយយប់ដើររហូតដល់ទុនជើងដើររហូតដល់ងឹតមុខពេលខ្ញុំដើរដល់មាត់ជ្រោះភ្លៀងក៏រៀងរាំងមេឃក៏រៀងភ្លឺបន្តិចខាងក្រោមជើងគឺជាជ្រោះជ្រៅមានអាប់មើលមិនឃើញបាតខ្ញុំអន់ក្បាលមើលដៃខ្លួនឯងដៃមួយគូនេះពុកធ្លាប់កាន់រាប់មិនអស់កាលពីតូចគាត់កាន់ខ្លាចខ្ញុំដួលធំឡើងគាត់កាន់ខ្លាចខ្ញុំវង្វេងរាល់ដងគឺដៃឆ្វេងកាន់ដៃស្ដាំគាត់ថាដៃរបស់ឡៃអឺត្រូវតែស្អាតជានិច្ចតែពេលនេះដៃខ្ញុំប្រឡាក់សុទ្ធតែពុកក្នុងក្រចកសុទ្ធតែឈាមតើនៅមានគ្រួសារល្អឯណាទៀតពេលនេះពុកលែងនៅហើយខ្ញុំក៏បោះជំហានទៅមុខមួយជំហានពុកម៉ែកូនស្រី Shen Kingley មកកំដរអ្នកហើយពេលខ្លួនធ្លាក់ចុះទៅក្រោមខ្ញុំនៅសំឡេងខ្យល់បក់កាត់ត្រចៀករំខានដល់ថ្នាក់ឈឺក្បាលចង់បែកតែខ្ញុំនៅតែមិនបើកភ្នែកស្លាប់ទៅគឺល្អហើយស្លាប់ទៅគឺអាចជួបពុកម៉ែវិញហើយខ្ញុំគ្រាន់តែចាំថាធ្លាក់ចុះទៅក្រោមធ្លាក់យូរមែនទែនពេលដឹងខ្លួនឡើងខ្ញុំធំក្លិនថ្នាំបន្ទាប់មកក្នុងមាត់ក៏ត្រូវបានគេបញ្ចុកទឹកក្តៅល្វីងដល់ថ្នាក់ចង់ក្អួតតែក្អួតមិនចេញខ្ញុំកំរើកបន្តិចឆ្អឹងពេញខ្លួនឈឺស្ទើរស្លាប់ខ្ញុំបើកភ្នែកយឺតឃើញថ្នាំផ្ទះចាស់មានព្យួរថ្នាំបុរាណដែលហាលស្ងួតតឹងខ្លួនហើយមានតាចាស់ម្នាក់ដើរមកជិតខ្ញុំបើកភ្នែកធំមើលមុខគាត់ជ្រួញដូចផ្លែ walnut ភ្នែកខំជ្រៅពុកចង្កាលញញៃខ្លួនពាក់អាវក្រណាត់រដុបពណ៌ប្រផេះដៃអាវប្រឡាក់កាក់សំណល់ថ្នាំពណ៌ខ្មៅតែភ្នែកគាត់បែរជាភ្លឺភ្លេកសំណាងធំណាស់ធ្លាក់ដល់ថ្នាក់នេះនៅរស់ទៀតខ្ញុំចង់ហើបមាត់និយាយតែបំពង់ក៏ដូចត្រូវក្រដាសខាត់អញ្ចឹងអាចបញ្ចេញបានត្រឹមសំឡេងខ្យល់តាចាស់សង្កត់ខ្ញុំកុំតន់កំរើកឆ្អឹងជំនីអញបាក់ហើយឆ្អឹងជើង3ក៏ប្រេះដែរអាចរស់បានគឺដូនតាជួយហើយលោកជាអ្នកណាធ្លាប់ពីឈ្មោះគ្រូពេទ្យទេវតាច្រឡងខ្មោចទេនិយាយចប់តាចាស់ក៏ញ៉ាំថ្នាំមួយគ្រាប់ចូលមាត់ខ្ញុំល្វីងដល់ថ្នាក់ស្រក់ទឹកភ្នែកថ្ងៃនេះខ្ញុំជួយជីវិតឯងដើម្បីជាការតបស្នងឯងត្រូវចិញ្ចឹមខ្ញុំពេលចាស់ទៅចាប់ពីថ្ងៃនេះទៅឯងគឺជាសិស្សរបស់ខ្ញុំហើយខ្ញុំគ្មានកម្លាំងនិយាយក៏មិនបានឆ្លើយតបគ្រាន់តែគេងលើគ្រែសម្លឹងមើលក្នុងផ្ទះចាស់ផ្លឹកពេលខែកន្លងផុតទៅខ្ញុំនៅតែគេងលើគ្រែចាស់នោះកម្រើកមិនរួចគ្រាន់តែប្រែខ្លួនក៏ឈឺបែកញើសពេញខ្លួនគ្រូពេទ្យទេវតាច្រឡងខ្មោចរាល់ថ្ងៃយកថ្នាំមកដូរនិងបញ្ចុកបាយខ្ញុំបញ្ចុកថ្នាំដល់ល្វីងនោះរួចក៏ងាកចេញទៅដោយមិននិយាយមួយម៉ាត់ខែទី4ទីបំផុតខ្ញុំអាចអង្គុយផ្អែកជញ្ជាំងបានខែទី5ខ្ញុំអាចចុះពីគ្រែបានតោងជញ្ជាំងដើរបានពីជំហានប៉ុន្តែជើងញ័រដូចគេរែងអង្កាមគ្រូពេទ្យទេវតាគួយគោងើបស្មើក្នុងមាត់សម្លឹងមកខ្ញុំទៅមិនអីទេមិនពិការទេខ្ញុំតោងជញ្ជាំងដើរមួយជំហានម្ដងទៅមុខគាត់រួចលុតជង្គង់ចុះគឺលោកគ្រូអរគុណដែលបានជួយសង្គ្រោះខ្ញុំចាប់ពីពេលនេះទៅលោកគឺជាគ្រូរបស់ខ្ញុំហើយគាត់អន់ក្បាលសម្លឹងមកខ្ញុំក្រោកឡើងគុំធ្វើរឿងអត់ប្រយោជន៍ទាំងនេះបើចង់អរគុណខ្ញុំមែនត្រូវរស់នៅឲ្យបានល្អខ្ញុំគិតក្នុងចិត្តទោះបីខ្ញុំរស់រៀនមានជីវិតប៉ុន្តែគ្រួសារខ្ញុំបានស្លាប់បាត់ទៅហើយតើការបន្តរស់នៅមានន័យអ្វីទៅរហូតដល់ថ្ងៃមួយលោកគ្រូបាននាំខ្ញុំទៅទិញថ្នាំនៅទីប្រជុំជនពេលត្រឡប់មកវិញយើងបានឈប់សម្រាកនៅហាងតែមួយក្នុងទីប្រជុំជនតែមិនទាន់បានលើកមកផងទៅចិត្តខាងកំពុងពិភាក្សាគ្នាឬទេរឿងក្តីនៅភូមិគ្រឹះជាងគូហៅត្រូវបានស៊ើបអង្កេតច្បាស់លាស់ហើយរឿងក្តីអ្វីមិនមែនស្លាប់ដោយសារជំងឺទេ
ស្លាប់ដោយសារជំងឺឯងល្ងងណាស់គឺត្រូវគេសម្លាប់តើពេលតែក្នុងដៃខ្ញុំស្រាប់តែធ្លាក់ទឹកតែហូរពេញតូបលោកគ្រូមើលមកខ្ញុំមួយផ្លែតតែមិននិយាយអ្វីសោះខាងនោះនៅតែពិភាក្សាគ្នានរណាជាអ្នកសម្លាប់មាននរណាទៀតគឺអាគមហាសេនាបតីចៅនឹងឯងដើម្បីដណ្ដើមអំណាចយោធាបានបញ្ជូនជាទៅសម្លាប់ពេញមួយគ្រួសារមនុស្ស37នាក់ស្លាប់អស់ក្នុងមួយយប់គួរឲ្យអាណិតណាស់ទេមិនមែននៅសល់កូនស្រីចិញ្ចឹមម្នាក់ទេឬថាត្រូវគេដេញចេញហើយក្រោយមកក៏លោជ្រុះស្លាប់បាត់ទៅខ្ញុំដាក់ពេងតែចុះដៃញ័រយ៉ាងខ្លាំងអាគមហាសេនាបតីចៅសម្លាប់ពេញមួយគ្រួសារជាងគូហើខ្ញុំខំថ្មិញចងចាំពាក្យទាំងនេះទុកក្នុងចិត្តពេលត្រឡប់មកភ្នំវិញខ្ញុំលុតជង្គង់នៅមុខលោកគ្រូជាលោកគ្រូចាប់ពីពេលនេះទៅខ្ញុំនឹងខិតខំរៀនពេទ្យជាមួយលោកគ្រូឲ្យបានល្អគាត់មើលមកខ្ញុំហើយសួរថ្ងៃនេះឯងកើតអីខ្ញុំសម្លឹងមើលភ្នែកគាត់គឺខ្ញុំចង់សងសឹកគាត់នៅស្ងៀមយ៉ាងយូររហូតដល់ព្រះអាទិត្យនៅខាងក្រៅរំកិលពីលើក្បាលទៅទិសខាងលិចយូររហូតដល់ជង្គង់ខ្ញុំលុតឡើងស្ពឹកបន្ទាប់មកគាត់និយាយថាជារៀនពេទ្យអាចជួយសង្គ្រោះមនុស្សបានប៉ុន្តែមិនអាចសម្លាប់មនុស្សបានទេខ្ញុំឆ្លើយថាអាចគាត់ងើបចិញ្ចើមគឺសម្លាប់ដោយរបៀបណាប្រើថ្នាំពុលគាត់សើចស្នាមជ្រួញនៅលើមុខប្រមូលដុំគ្នាក៏ល្អចាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងបង្រៀនឯងចាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្ដើមរស់នៅក្នុងជីវិតដែលរស់នៅមិនស្មើនឹងស្លាប់ហាត់ចាក់អំចូលនៅយប់ធ្លាក់ព្រើរដូវរងានៅលើភ្នំត្រជាក់រហូតអាចធ្វើឲ្យមនុស្សកកជាទឹកកកបានលោកគ្រូឲ្យខ្ញុំហាត់ចាក់អំចូលនៅក្នុងទីធ្លាហាត់ពេញមួយយប់ម្រាមដៃត្រជាក់រហូតតាំងបញ្ចូលបញ្ចុះខ្ញុំក៏យកដៃដាក់ក្នុងអាវដើម្បីកម្ដៅរងចាំរហូតដល់ម្រាមដៃអាចកម្ដៅបានទើបយកមកចាក់បន្តពេលមេឃភ្លឺម្រាមដៃហាមដូចឆៃថាវលោកគ្រូឈរនៅមាត់ទ្វារមើលមកខ្ញុំដោយមិននិយាយមួយម៉ាត់ក្រោយមកខ្ញុំក៏ចេះពេលហាត់ចាក់អំចូលបណ្ដាក្នុងខួរក្បាលគិតដល់មុខរបស់អាគមហាសេនាបតីចៅបណ្ដាគិតដល់ជីវិតមនុស្ស37នាក់នោះម្រាមដៃក៏លែងត្រជាក់ទៀតនៅលើភ្នំមានរុក្ខជាតិអុសមួយប្រភេទដុះនៅលើច្រាំងចោតលោកគ្រូប្រាប់ថាវាជាថ្នាំបញ្ឈប់ឈាមដ៏ល្អបំផុតហើយឲ្យខ្ញុំទៅបេះខ្ញុំចង់ខ្សែចុះទៅគ្រាន់តែបេះបានមួយដើមខ្សែក៏ដាច់ខ្ញុំធ្លាក់ពីកម្ពស់ជាង10ចាងធ្លាក់ពីកន្លែងខ្ពស់ធ្លាក់ចូលក្នុងគុម្ពព្រៃមេឃឈើបានឆ្កូតពេញខ្លួនខ្ញុំដៃបាក់ជើងក៏បាក់ខ្ញុំដេកនៅលើដីមិនអាចកម្រើកបានមើលមេឃងឹតហើយក៏ភ្លឺហើយក៏ងឹតខ្ញុំស្មានថាខ្ញុំនឹងស្លាប់នៅទីនេះហើយថ្ងៃទី3លោកគ្រូបានរកឃើញគាត់បានស្ពាយខ្ញុំត្រឡប់ទៅវិញខ្ញុំបានសន្លប់នៅតាមផ្លូវពេលដឹងខ្លួនឡើងខ្ញុំកំពុងដេកនៅក្នុងរូងភ្នំឃើញលោកគ្រូកំពុងជាប់ឆ្អឹងឲ្យខ្ញុំឈឺរហូតដល់យំលោកគ្រូខ្ញុំមិនរៀនទៀតទេឈឺណាស់គាត់មិនងើបមុខឡើងទេឈឺគឺត្រូវហើយបើមិនឈឺធ្វើមិនចាំបានខ្ញុំខំថ្មិញមិននិយាយអ្វីទៀតទេនៅលើភ្នំមានមនុស្សស្លាប់គ្មានអ្នកកប់លោកគ្រូក៏យកសាកស្មុកឲ្យខ្ញុំហាត់ដៃលើកទី1ខ្ញុំក្អួត3ថ្ងៃមិនអាចញ៉ាំអ្វីបានទេគ្រាន់តែធំក្លិនសាច់ក៏ចង់ក្អួតលោកគ្រូបានយកសាច់មួយចានមកដាក់នៅមុខខ្ញុំបើមិនញ៉ាំធ្វើមិនមានកម្លាំងខ្ញុំញ៉ាំបណ្ដាក្អួតរួចក៏ញ៉ាំទៀតលើកទី2ក្អួត2ថ្ងៃលើកទី3ក្អួត1ថ្ងៃក្រោយមកខ្ញុំលែងក្អួតទៀតហើយ10ឆ្នាំកន្លងផុតទៅឆ្លងកាត់ការហ្វឹកហាត់យ៉ាងលំបាកអស់រយៈពេលជាង3000យប់ថ្ងៃខ្ញុំអាចប្រាំចូលប្រាក់មួយចាក់ចូលចៃធ្វើឲ្យវាស្លាប់ដោយគ្មានសម្លេងហើយថែមទាំងអាចប្រើថ្នាំបុរាណមួយក្តាប់ខ្ញុំបានប្រែពីក្មេងស្រីដែលលុតជង្គង់យំក្នុងភ្លៀងធ្លាក់ខ្លាំងនោះទៅជាមនុស្សម្នាក់ទៀតយប់ដែលលោកគ្រូទួលមរណភាពខ្ញុំនៅយាមក្បែរក្រែគាត់ស្គមសល់តែឆ្អឹងភ្នែកខូងឆ្អឹងថ្ពាល់លៀនចេញដកដង្ហើមខ្សោយទៅប៉ុន្តែគាត់នៅតែបើកភ្នែកមើលខ្ញុំគាត់ចាប់ដៃខ្ញុំយ៉ាងតឹងខុសពីធម្មតាទៅចុះគាត់មើលមកខ្ញុំក្នុងភ្នែកមានពន្លឺទៅសងសឹកទៅខ្ញុំលុតជង្គង់នៅមុខក្រែគាត់ក្រាបថ្វាយបង្គំ3ដងលោកគ្រូខ្ញុំនឹងធ្វើគាត់ញ៉ាំបន្តិចរួចបិទភ្នែកហើយដៃក៏បន្ធូរបន្តិចម្ដងធ្លាក់ចុះខ្ញុំក្រាបនៅក្បែរក្រែគាត់យំយ៉ាងយូរយំរហូតដល់ភ្នែកហាំបើកមិនរួចយំរហូតដល់ស្អកក៏បញ្ចេញសំឡេងមិនរួចក្រោយពីឪពុកម្ដាយស្លាប់ទៅលោកគ្រូគឺជាមនុស្សដែលល្អចំពោះខ្ញុំបំផុតនៅលើโลกនេះឥឡូវនេះគាត់ក៏បានចាក់ចេញទៅដែរខ្ញុំបានកប់លោកគ្រូនៅភ្នំខាងក្រោយកប់នៅក្រោមដើមស្រចាស់ដែលគាត់ចូលចិត្តបំផុតនៅមុខភ្នំមានទាំងឈើមួយឆ្លាក់ថាភ្នំរបស់លោកគ្រូពេទ្យទេវតាចលងខ្មោចខ្ញុំលុតជង្គង់នៅមុខភ្នំក្រាបថ្វាយបង្គំ3ដងទៀតលោកគ្រូសូមរងចាំពេលខ្ញុំសងសឹករួចខ្ញុំនឹងត្រឡប់មកកំដរលោកគ្រូវិញថ្ងៃទី2ខ្ញុំបានចុះពីលើភ្នំដល់អស់3ថ្ងៃក៏ទៅដល់ទីប្រជុំជនមួយខ្ញុំបានរកផ្ទះសំណាក់មួយស្នាក់នៅទីនោះរួចទៅហាងលក់ក្រណាត់ទិញក្រណាត់ពណ៌ក្រហមដូចឈាមខ្ញុំកាត់ដេរដោយខ្លួនឯងមួយម្ជុលម្ដងពេលដេរអាវក្រហមនេះខ្ញុំនឹកឃើញដល់យប់ភ្លៀងធ្លាក់ខ្លាំងកាលពី10ឆ្នាំមុនខ្ញុំពាក់ឯកសណ្ឋានសាលាលុតជង្គង់នៅមុខរោងបុណ្យសពពេលនោះខ្ញុំស្មានថាអស់មួយជីវិតនេះនឹងមិនពាក់ពណ៌ក្រហមទៀតទេឥឡូវនេះខ្ញុំដឹងហើយថាខ្ញុំនឹងពាក់វាដើម្បីឲ្យអ្នកទាំងនោះសងបំណុលឈាមយប់ដែលដេរអាវក្រហមរួចខ្ញុំចូលមកកញ្ចក់ពាក់វាមនុស្សក្នុងកញ្ចក់នៅតែជាមនុស្សប៉ុន្តែខ្សែភ្នែកបានផ្លាស់ប្ដូរហើយគឺជាមនុស្សម្នាក់ទៀតខ្ញុំបើកភ្នែកឡើងហើយជិះសេះចូលក្រុងតាំងពីព្រលឹមសំឡេងជើងសេះបោះលើផ្លូវធំបន្លឺឡើងទីក្រុងនៅតែដូចដើមផ្លូវនៅតែដែលមនុស្សនៅតែដដែលអ្នកលក់ស្ករគ្រាប់នៅតែស្រែកលក់នៅកន្លែងចាស់អ្នកនិទានរឿងក្នុងហាងតែនៅតែនិយាយរឿងចាស់ដដែលគ្រាន់តែខ្ញុំលែងជាកូនចិញ្ចឹមដែលលុតជង្គង់យំកណ្ដាលភ្លៀងធ្លាក់ខ្លាំងទៀតហើយខ្ញុំជិះសេះយឺតកាត់តាមផ្លូវដែលធ្លាប់ស្គាល់ពេលឆ្លងកាត់ភូមិគ្រឹះរែងយោហៅខ្ញុំទាញបង្ហៀសេះឈប់មើលទ្វារបិទចិត្តផ្លាកឈ្មោះនៅតែមានតែប្រឡាក់ធូលីក្រាស់ហើយមានលាមកសត្វស្លាប់នៅលើវាតថ្មនៅមាត់ទ្វាររំមួយបាក់ជើងមួយទៀតបាត់ក្បាលមានស្លែនិងស្នាមប្រេះនៅលើជញ្ជាំងទីធ្លាមានស្មៅដុះចេញពីជញ្ជាំងក្នុងចិត្តខ្ញុំទេស្អាតហាក់ដូចជាមានគេយកមួយដុំចេញបន្ទាប់មកខ្ញុំបន្តដើរទៅមុខស្រាប់តែមានភាពវឹកវរនៅខាងមុខមានអ្នកស្រែកសេះឲ្យហើយឆាប់ទៅចេញខ្ញុំងើបមុខឡើងឃើញសេះពណ៌ក្រហមមួយក្បាលកំពុងរត់យ៉ាងលឿននៅលើខ្នងសេះមាននារីម្នាក់ស្លៀកពាក់ខោអាវពណ៌ផ្កាឈូកនិងមានម្ជុលសក់មាសនៅលើក្បាលមុខរបស់នាងលាបំសៅក្រាស់ស្ដូចជញ្ជាំងខ្ញុំចំណាំនាងបានគឺ Len Warner នាងថតជាង10ឆ្នាំមុនមុខរបស់នាងមូលជាងមុនចង្ការបស់នាងមាន2ជាន់ហើយចង្កេះរបស់នាងក៏ធំជាងមុនមុខនៅតែដែលច្រមុះងើបឡើងលើមើលងាយអ្នកគ្រប់គ្នាកាលនោះនាងធ្វើបាបខ្ញុំមិនតិចទេខ្ញុំនឹកឃើញការជួបគ្នាលើកដំបូងនៅពិធីបុណ្យវត្តហៀយោនាងមើលមកខ្ញុំហើយសួរថាតើនេះជានរណាមានគេប្រាប់ថាកូនចិញ្ចឹមរបស់ភូមិគ្រឹះសែងយោហៅនាងសើចយ៉ាងខ្លាំងអ្នករាល់គ្នានៅក្នុងពិធីបុណ្យងាកមកមើលកូនចិញ្ចឹមគ្រាន់តែជាកូនរើសមកចិញ្ចឹមតើបន្ទាប់មកនាងសម្លឹងមើលខ្ញុំចុះឡើងរូបរាងក៏សម្រុំគួរឲ្យស្ដាយដែលជាកូនរើសមកចិញ្ចឹមថ្ងៃបន្ទាប់នាងនាំមនុស្សមួយក្រុមមកស្ទាក់ផ្លូវខ្ញុំពេលចេញពីសាលាមនុស្ស7-8នាក់ឡោមព័ទ្ធខ្ញុំនៅកណ្ដាលនាងសម្លឹងមកខ្ញុំឬថានាងត្រូវគេរើសពីវត្តចាស់ឪពុកម្ដាយបង្កើតរបស់នាងជាអ្នកសុំទានមែនទេខ្ញុំមិនមែនជាកូនរើសមកចិញ្ចឹមទេខ្ញុំមានឪពុកនាងយំឪពុកនាងជាហើយតែនាងមិនមែនជាកូនបង្កើតគាត់ទេនាងគ្រាន់តែជាកូនរើសមកចិញ្ចឹមនាងលូកដៃទាញសក់ខ្ញុំធ្វើឲ្យសក់ខ្ញុំញ៉ៃម្ជុលសក់ធ្លាក់មកដីបាក់ជាពីរបន្ទាប់មកមនុស្សមួយក្រុមនោះក៏សើចចំអកហើយរត់ចេញទៅខ្ញុំអង្គុយចុះរើសំជុលសក់នោះជាកាដូដែលឪពុកខ្ញុំឲ្យនៅថ្ងៃកំណើតខ្ញុំរើសំជុលសក់ដែលបាក់ទាំងពីរមកកាន់ក្នុងដៃកាន់រហូតដល់បាតដៃខ្ញុំមុតក្រោយមករឿងបែបនេះកាន់តែមានច្រើនឡើង
ឆ្លៀតពេលខ្ញុំមិនចាប់អារម្មណ៍នាងស្ដោះទឹកមាត់ចូលចានខ្ញុំលាបកៅលើកៅអីខ្ញុំអង្គុយហើយខោជាប់ហែកមិនចេញខ្ញុំខ្លាចឪពុកបារម្ភត្រឡប់មកផ្ទះវិញមិនដែលប្រាប់គាត់ទេខ្ញុំបានត្រឹមតែលេបទុកលំបាកទាំងនោះចូលក្នុងពោះតែពេលលៀងនៅតែជីសេះធ្វើបាបគេបុរសចំណាស់លក់បន្លែម្នាក់កិច្ចមិនទាន់ក៏ដួលទៅលើដីកន្ត្រកក្រឡាប់បន្លែធ្លាក់រីប៉ាយពេញដីស្បែកដោបនិងឆៃថាវពេញផ្លូវលេនវ៉ាននៅទីបង្ហៀសេះជប់ហើយជេរប្រមាថតាចាស់អត់ភ្នែកទេអីបុកសេះរបស់ខ្ញុំតើអញមានលុយសងទេបុរសចំណាស់ភ័យខ្លាចក្រាបសំពះជាច្រើនដងបែកញើសដេកនៅលើដីញ័រពេញខ្លួនមនុស្សជុំវិញខ្លួនមើលមកគ្មានអ្នកណាហ៊ាននិយាយអ្វីឡើយចុងរែមដៃរបស់ខ្ញុំរំកិលបន្តិចម្សៅគោលគ្មានពណ៌អណ្តែចេញពីដៃអាវរបស់ខ្ញុំហើយរសាត់ទៅតាមខ្យល់រសាត់កាត់ហ្វូងមនុស្សរសាត់កាត់ផ្លូវហើយរសាត់ចូលទៅក្នុងច្រមុះរបស់នាងលេនវ៉ាននៅស្រាប់តែរមួលខ្លួនហើយស្រែកឡើងនាងបានកោសមុខខ្លួនឯងរហូតដល់មុខរបស់នាងប្រឡាក់ដោយឈាមបន្ទាប់មកនាងហែកសម្លៀកបំពាក់របស់នាងរហូតដល់វាបន្លឺសំឡេងនាងរមៀលចុះឡើងនៅលើខ្នងសេះសេះក៏ភ័យស្លន់ស្លោហើយលើកជើងមុខរបស់វាឡើងបោះនាងចុះនាងដួលទៅលើដីហើយនៅតែរមៀលនឹងកោះសម្លៀកបំពាក់ត្រូវបានហែកជាបំណែកបង្ហាញខោអាវទ្រនាប់នៅខាងក្នុងហើយអ្នកមើលក៏ផ្ទុះសំណើចកញ្ញាធំរំស្រាតតាមផ្លូវកំរណាស់មើលឲ្យលឿនកូនស្រីរបស់លេន challenge ឈួតហើយមានអ្នកស្រែកថាដោះទៀតនៅមិនទាន់ដោះអស់ទេលេនវ៉ានៅរមៀលនៅលើដីហើយស្រែកថាជួយផងរមាស់ណាស់អ្នកបំរើរបស់នាងប្រញាប់ប្រញាល់ទៅជួយនាងប៉ុន្តែមិនអាចសង្កត់នាងបានទេទីបំផុតអ្នកគ្រប់គ្រងភូមិគ្រឹះលេងបាននាំអ្នកបំរើ7ឬ8នាក់មកយកភួយមករុំនាងយ៉ាងលំបាករុំនាងដូចនំអន្សមហើយសែងនាងត្រឡប់ទៅភូមិគ្រឹះវិញខ្ញុំជីសេះមើលរឿងកំ pl ែងនេះជ្រុងមាត់របស់ខ្ញុំងើបឡើងលេនវ៉ានៅអ្វីដែលអ្នកជំពាក់ខ្ញុំកាលពីអតីតកាលថ្ងៃនេះខ្ញុំនឹងយកការប្រាក់ខ្លះសិន